Today អ្នកទាំងអស់គ្នា welcome to try with such and ថ្ងៃនេះចង់បង្ហាញអំពីការរៀនធ្វើ kokedama kokedama ហ្នឹងគឺជាសិល្បៈមួយដែលខាងជប៉ុនគាត់ធ្វើតុបតែងរុក្ខជាតិអញ្ចឹងតែគេអត់ប្រើថូទេអញ្ចឹងគេប្រើជា moss dry moss ឬក៏ live moss អញ្ចឹងចងនៅនឹងឫសរបស់រុក្ខជាតិហ្នឹងដើម្បីធ្វើជាថូជំនួសអញ្ចឹងណាវាគឺជា form of art មួយហើយថ្ងៃនេះខ្ញុំប្រើអានេះគេហៅអាស័យជប៉ុន asparagus fern អញ្ចឹងរបស់ដែលយើងត្រូវការគឺមាន dry sphagnum moss ត្រូវការមួយទៀតគេហៅ akadama soil អាហ្នឹងដូចដីឥដ្ឋអញ្ចឹងណាហើយបន្ទាប់មកយើងមាន live moss មួយចំនួនដែលយើងទុកតុបតែងនៅខាងក្រៅអញ្ចឹងដំបូងឡើងយើងដកផ្កាដើមឈើយើងចេញពីថូហើយយើងយកទៅលាងទឹកចឹងនិយាយថាយើងធ្វើមិនបេះដីនឹងចេញខ្លះចឹងដើម្បីមាន space ស្ងាត់kokedama របស់យើងអានេះគឺ root ដែលយើងលាងហើយអញ្ចឹងខ្ញុំអត់ដឹកស្មានថាវា like condense វាច្រើនអញ្ចឹងណាអញ្ចឹងក៏តាមនឹងសិនទៅដោយសារតែនេះគឺជា first time របស់ខ្ញុំដែរអញ្ចឹងបើអ្នកទាំងអស់គ្នាអត់យល់ទេអាចមើល YouTube ថែមអញ្ចឹងណានេះគឺយើងត្រូវការគេហៅមាន mesh bag មួយគេអ្នកខ្លះគេយកអីគេ soap bag mesh យើងដាក់សាប៊ូដើម្បីដោះខ្លួនហ្នឹងគេយកអាហ្នឹងស្រួលចងតែខ្ញុំអត់មានអាហ្នឹងខ្ញុំក៏តអង្គុយកាត់តអង្គុយដេរនេះប្រើចំណាយពេលអស់មួយកណោអញ្ចឹងដើម្បីស្រួលក្នុងការចងពេលបញ្ចប់ចុងក្រោយយើងត្រូវចងវាហ្នឹងយើងប្រើថូមួយទៅហើយយើងដាក់mesh ស្នាញ់ដែលយើងត្រូវដាក់ដីហើយនឹងរុក្ខជាតិយើងចូលបន្ទាប់មកយើងមានជម្រើសអាចដាក់ slow release fertilizer គឺជីគ្រាប់ដើម្បីឲ្យជួយឲ្យរុក្ខជាតិយើងវាដុះបានល្អជាងមុនអញ្ចឹងណាបន្ទាប់មកយើងដាក់ផ្កាយើងចូលហើយយើង fill up ដីពីលើខាងលើថែមហើយបន្ទាប់មកយើងចងវាអានេះជាលទ្ធផលដែលបានចងរួចប្រើចំណាយពេលច្រើនដែរអូខេបន្ទាប់ពីហ្នឹងគឺជំហានបន្ទាប់យើងយកវាទៅជ្រលក់ទឹកបន្ទាប់មកយើង prepare moss របស់យើងអញ្ចឹងយើងយកវាទៅត្រាំទឹកបន្តិចទៅដើម្បីវារីហើយពេលដែលយើងត្រូវរុំmoss ហ្នឹងទៅលើ kokedama របស់យើងហ្នឹងគឺយើងប្រើជាខ្សែអំបោះអញ្ចឹងយើងដាក់ moss ហ្នឹងបដាហើយយើងយកអំបោះយកទៅរុំបដានិយាយទៅនៅពេលដែលយើងកំពុងតែធ្វើហ្នឹងឯងដែលយើងចាប់ផ្ដើម shaping kokedama យើងឲ្យទៅជាមូលតាមតម្រូវការនេះគឺជា result អង្គុយប្រហែលធ្វើអស់20នាទីអ្នកនរគ្នាព្រោះអានេះយើងជាលើកដំបូងអញ្ចឹង it takes sometimes ហើយបន្ទាប់មកក៏យើងចាប់ផ្ដើមដាក់ live moss ពីលើហើយ repeat the same process អញ្ចឹងគឺយើងចងដដែលយកខ្សែចងអានេះជា final result ដែលអង្គុយចងអស់រយៈពេលប្រហែល30នាទីទៅ40នាទីអានេះគឺជារបៀប decorate មួយដែលឃើញជប៉ុនគាត់ចូលចិត្តធ្វើគឺគាត់យក kokedama ហ្នឹងមកដាក់ទៅលើចានអញ្ចឹងអានេះខ្ញុំទៅរកចាននៅអីគេ Eco Town យកមកដាក់អញ្ចឹងណា This is the final result. Hope you like it and hope you learn something.